តាមបងប្អូនមកស្នាក់ធ្វើជាមួយនឹងអន្ទងទឹកកកទាំងអស់គ្នានេះគឺអន្ទងទឹកកកដែលនាងខ្ញុំបានធ្វើហើយបងប្អូនតោះមកមើលពីវិធីធ្វើទាំងអស់គ្នានេះនាងខ្ញុំមានអន្ទងមួយក្បាលធំមែនទែនបងប្អូនអន្ទងនេះចូលមួយនេះគឺ7ខាំបងប្អូនគឺធំហើយយើងធ្វើអន្ទងទឹកកកយើងយកអន្ទងធំអញ្ចឹងគឺសាច់វាល្អហើយក៏វាងាយស្រួលក្នុងការធ្វើដែលបន្ទាប់ពីខ្ញុំលាងទងស្អាតហើយខ្ញុំក៏មកភ្លៀសជាមួយសាច់ទងបងប្អូននេះគឺជាវិធីភ្លៀសរបស់នាងខ្ញុំគឺខ្ញុំភ្លៀសយកឆ្អឹងចេញអស់ហើយនាងខ្ញុំក៏មកកាត់អន្ទងគឺវិធីហាន់អន្ទងគឺហាន់អញ្ចឹងបងប្អូនដើម្បីយើងយកទៅធ្វើជាមួយអន្ទងទឹកកកសាច់ប៉ុណ្្នឹងគឺល្មមញ៉ាំហើយយើងហាន់ចំណិតចឹងហើយបន្ទាប់ពីហាន់ហើយនេះសាច់ទងដែលយើងបានហាន់ហើយបងប្អូនខ្ញុំក៏រៀបចំមកដាំទឹកដើម្បីយើងយកអន្ទងមកធ្វើបងប្អូនមានដែងស្លឹកក្រូចគល់ក្រៃគ្រឿងខ្មែរយើងហ្នឹងបងប្អូនពេលចឹងយើងដាក់ចូលក្នុងឆ្នាំងមកទឹកក៏យើងមិនបាច់ដាក់ច្រើនប៉ុន្មានដាក់តែប្រហែលប៉ុណ្្នឹងមកហើយយើងដាក់គ្រឿងដាក់អីរួចអស់ហើយយើងទុកទឹកឲ្យពុះបន្ទាប់ពីទឹកពុះហើយយើងក៏ចាក់សាច់អន្ទងចូលសាច់អន្ទងដែលយើងហាន់រួចយើងត្រឡប់ចុះត្រឡប់ឡើងប្រហែលជា2នាទីបានមកហើយបងប្អូនប៉ុណ្ណឹងទៅវាឆ្អិនសាច់អន្ទងល្មមហើយយើងក៏មកចាក់ទឹកក្តៅនឹងចេញហើយពេលចាក់ហ្នឹងបងប្អូនត្រូវត្រៀមទឹកកកទុកឲ្យហើយដូចនឹងខ្ញុំអញ្ចឹងហើយយើងក៏ចាក់ទឹកសម្រាប់អស់ហើយយើងក៏ចាក់ចូលទឹកកកបងប្អូនពេលអញ្ចឹងចាក់ចូលទឹកកកហើយយើងត្រឡប់ចុះត្រឡប់ឡើងឲ្យវាសាច់អន្ទងនឹងវាត្រជាក់ល្អកុំឲ្យវាក្តៅពេលអញ្ចឹងវាធ្វើឲ្យអន្ទងយើងស្រួយហើយសាច់វាស្វិតល្អពេលយើងញ៉ាំទៅមានអារម្មណ៍ថាអន្ទងនឹងស្រួយបន្ទាប់ពីស្រួយរួចពេលយើងនៅអញ្ចឹងឃើញវាស្វិតតែពេលយើងញ៉ាំចូលមកទៅគឺវាស្រួយបងប្អូននេះអន្ទងហើយយើងក៏មករៀបចំបូកជាមួយនឹងទឹកត្រីកោះកុងមានស្ករប៊ីចេងខ្ទឹមសម្ទេសតាមចំណូលចិត្តបងប្អូនរសជាតិហឹរឬជូរប្រៃយ៉ាងណាតាមនឹងបងប្អូនគឺខ្ញុំរសជាតិប៉ុណ្ណឹងបានហើយឃើញអត់ត្នោងអត់បងប្អូនទឹកត្រីកោះកុងរបស់នាងខ្ញុំបន្ទាប់ពីយើងបូកទឹកត្រីកោះកុងហើយយើងក៏មកបំពងជាមួយនឹងខ្ទឹមក្រហមនេះវិធីបំពងខ្ទឹមក្រហមនេះយើងត្រឡប់ចុះត្រឡប់ឡើងឲ្យវាឡើងហឹមល្អហើយនេះរួចនាងខ្ញុំក៏បានមកសាកភ្លក់អធិស្ឋានបងប្អូនដោយសារតែតណៃខ្ញុំបាត់វីដេអូកន្លែងរៀបបន្លែពេលអញ្ចឹងខ្ញុំក៏កាត់មកកន្លែងខ្ញុំញ៉ាំទាំងម្ដងបងប្អូនអធិស្ឋានហើយពេលយើងញ៉ាំហ្នឹងបងប្អូនដាក់បន្លែជាពិសេសជាមួយនឹងជីថ្ពាល់ត្រីហើយខ្ទឹមក្រហមហើយលាយជាមួយទឹកត្រីកោះកុងពេលយើងញ៉ាំទៅមានអារម្មណ៍ថាសាច់ទងនឹងជ្រុបជាមួយខ្ទឹមក្រហមដែលយើងបំពងហើយហ្នឹងគឺជាតិមែនទែនបងប្អូនបានឃើញវីដេអូនេះហើយចង់តែធ្វើញ៉ាំទៀតព្រោះអីឡូវដូនតងធំអញ្ចឹងអត់ងាយបានទេបងប្អូនពេលអញ្ចឹងទៅបើឃើញវីដេអូខ្លួនឯងញ៉ាំអញ្ចឹងនឹកឃើញចង់ញ៉ាំទៀតគឺរសជាតិចេញមកបែបហឹរជូរទាំងអែមហើយយើងថែមជាមួយខ្ទឹមពងខ្ទឹមក្រហមអូយស្រួយអានេះអត់មានដៃគូញ៉ាំតែម្នាក់ឯងហើយណាមួយបញ្ញាផងបងប្អូនធ្វើឲ្យភ្លាមក៏រៀបចំញ៉ាំម្នាក់ឯងព្រោះឲ្យខ្លាចភ្ញៀវកំងហូបទៅយើងអត់មានពេលថតវីដេអូអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូនាងខ្ញុំមានតែប៉ុណ្ណេះទេបាយបាយ